មាត្រា 9 ទារកនៅក្នុងគោ 1. ទារកដែលនៅក្នុងគោនាពេលមានអំពើអនិច្ចានុកូល បើទារកនេះមានកំណើតនៅពេលក្រោយ អាចទាមទារនៅសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួននៅក្នុងគោដោយអំពើអនិច្ចានុកូលនោះបាន 2. ទារកដែលនៅក្នុងគោនាពេលដែលចាប់ផ្ដើមសន្តតិកម្ម បើទារកនោះមានកំណើតនៅពេលក្រោយ អាចទទួលមរតកដោយសន្តតិកម្មនោះបាន 3. ទារកដែលនៅក្នុងគោនាពេលម្ចាស់បណ្ដាំបានទទួលមរណៈ បើទារកនោះមានកំណើតនៅពេលក្រោយ អាចទទួលនៅអានុភាពនៃបណ្ដាំនោះបាន